ឥឡូវយើងតវគ្គមិញមិញធ្វើវីដេអូដាច់ស្តុកទឹកដូងក្រូចឆ្មាមកចំណិតមកអំបិលគ្រាប់អំបិលគ្រួសមកចុងស្ព្រាកាហ្វេមកអាចទទួលទានបានអត់ប្រៃញ៉ាំរាល់ថ្ងៃណាចាពេលថ្ងៃចេះយើងតំណែយើងទិញដូងមួយញ៉ាំទៅចាថ្ងៃនេះញ៉ាំទឹកដូងស្អែកញ៉ាំទឹកអំពៅយកឲ្យម៉ាក់ណាយកឲ្យម៉ាក់មួយជីវិតមិនចាំបាច់ខ្លាចខូចកលៀនមួយជីវិតមិនចាំបាច់ខ្លាចគ្រូកម្រងនោមលុយដែលយើងទៅញ៉ាំកូកាយើងយកមកញ៉ាំទឹកដូងទឹកអំពៅចាណាទឹកអំពៅគឺបងប្អូនញ៉ាំរហងៃដូចគ្នាដូចខ្ញុំអីចឹងថ្ងៃណាខ្ញុំតនេញ៉ាំទៅចំបើគ្រាប់បើគ្រោះធម្មជាតិបងលេខ1លាងសម្អាតហើយខុសនឹងលេខ1លេខ1រៀងធូរថ្លៃតិចចាខ្ញុំចង់ទិញអាលេខ1មកទុកលក់ខ្លះចាំតិចទៀតខ្ញុំឆាតយកលេខ1មកខ្លះទុកលក់លេខ1អត់តាន់លាងសម្អាតណាចាទោះបីយ៉ាងណាក៏នៅតែល្អជាងលេខ2